រាជរដ្ឋាភិបាលគាត់ធ្វើនគរសង្ក្រាន្តបែបទ្រង់ទ្រាយធំជួយដល់អាជីវករព្រមទាំងសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាឲ្យកាន់តែរីកចម្រើនជាពិសេសជួយដល់បងកងទ័ពដើម្បីឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខទៀតរាល់ដងពេលចូលឆ្នាំគឺនៅភ្នំពេញយើងមានស្ងាត់តែបើយើងរៀបចំកម្មវិធីនគរសង្ក្រាន្តខ្ញុំគិតថានឹងអាចមានភ្ញៀវកកមកលេងទីក្រុងភ្នំពេញវាអត់ស្ងាត់ព្រោះអីសង្ក្រាន្តនេះមិនដែលមានទេក្នុងប្រហែលឆ្នាំនេះដូចយ៉ាងខ្ញុំកើតមក40ឆ្នាំជាងអត់ដែលមានទេលើកទី1ចាសំខាន់រាជរដ្ឋាភិបាលគាត់រៀបចំមហាសង្ក្រាន្តនេះឲ្យមានការលេងល្បែងប្រជាប្រិយមានទំនៀមទម្លាប់បែបខ្មែរការរៀបចំមានរបស់ញ៉ាំឆ្ងាញ់អាហារឆ្ងាញ់ៗនិងអ្នកលក់រស់រាយផងដែរដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់ប្រទេសយើងកាន់តែច្បាស់ហើយស្គាល់ទួលកំពង់យើងច្បាស់សួរបងបាទជំរាបសួរជំរាបសួរជំរាបសួរចាខ្ញុំមានអារម្មណ៍សប្បាយចិត្តមានអារម្មណ៍ថាសប្បាយចិត្តសប្បាយរីករាយរំភើបមែនតើប្លែកមានអារម្មណ៍ថាភ្ញាក់ផ្អើលសប្បាយដែលរាជរដ្ឋាភិបាលយើងបានរៀបចំនគរសង្ក្រាន្តបែបទ្រង់ទ្រាយធំដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់ប្រទេសយើងកាន់តែច្បាស់ហើយស្គាល់ទួលកំពង់យើងច្បាស់ព្រោះអីរាល់ឆ្នាំអត់ដែលមានទេអញ្ចឹងព្រឹត្តិការណ៍នេះប្រហែលជាអស្ចារ្យតែមានឆ្នាំនេះឯងគឺពិសេសហ្មងបងអញ្ចឹងជាអាជីវករគឺមានការសប្បាយរីករាយមែនតើព្រោះរងចាំពេលវេលានឹងយូរហើយបាទរាជរដ្ឋាភិបាលគាត់ធ្វើមហាសង្ក្រាន្តនេះជួយដល់អាជីវករព្រមទាំងសេដ្ឋកិច្ចរបស់ប្រជាជនចំណូលបានច្រើនដែរព្រោះដងយើងអាចលក់បានតែពេលបិទផ្សារទេអញ្ចឹងចាប់ពីនេះទៅយើងអាចលក់ដល់ថ្ងៃ11ដល់ថ្ងៃ20អញ្ចឹងទៅអាចចំណូលបានច្រើនហើយយើងមួយផ្នែកទៀតយើងបានសេដ្ឋកិច្ចយើងខ្លះទៅជួយកងទ័ពខ្លះទៅជាពិសេសលើកស្ទួយដល់វប្បធម៌របស់ប្រពៃណីខ្មែរយើងដើម្បីឲ្យជនបរទេសគាត់បានមកចូលរួមសប្បាយទាំងអស់គ្នាបានឮតំណែងថាមាននគរសង្ក្រាន្តសាទូរពងខ្ញុំត្រៀមអីវ៉ាន់ខ្ញុំដែលលក់នេះដដែលមានបបរមានកាទៀវមានមីមានស៊ុបមានកកូហើយក៏ត្រៀមកម្លាំងដើម្បីផលិតជូននៅម្ហូបអាហារដើម្បីទទួលភ្ញៀវជាតិនិងអន្តរជាតិបានមកលេងនៅសង្ក្រាន្តសាទូរពងនេះទាំងអស់គ្នាបាទជាទូទៅប្រជាជនកម្ពុជាតែងតែរីករាយគ្រប់គ្នាប៉ុន្តែដោយសារថាឆ្នាំនេះយើងមានបញ្ហាជាមួយប្រទេសជិតខាងហ្នឹងហើយប៉ុន្តែយើងក៏មិនភ្លេចបរិយាកងទ័ពយើងទាំងអស់គ្នាដែរចំពោះកងទ័ពយើងនៅតែកន្លែងណាយើងអាចជួយបានយើងនៅតែជួយហើយយើងនៅតែគោរពការលះបង់របស់គាត់ហើយធម្មតាការរស់ស៊ីយើងត្រូវតែដំណើរការត្រូវតែឲ្យកម្មវិធីចូលឆ្នាំខ្មែរក៏យើងត្រូវតែប្រពៃពិធីព្រោះវាជាបុណ្យប្រពៃណីជាតិរបស់យើងធ្វើមិនមែនយើងបំភ្លេចពួកគាត់ទេប៉ុន្តែការចងចាំនៅតែចាំជួយនៅតែជួយអញ្ចឹងជាចុងក្រោយនេះខ្ញុំជាអាជីវករម្នាក់លក់ដូរនៅសាទូរពងសូមសំណូមពរបងភ្ញៀវជាតិនិងអន្តរជាតិបងប្អូនកម្ពុជាយើងតាមបណ្ដាខេត្តមកលេងនៅសាទូរពងទាំងអស់គ្នាកុំភ្លេចអញ្ជើញមកឲ្យឆ្នោតកកយើងគ្រប់គ្រងបុណ្យជាតិយើងមកលេងបុណ្យជាតិហើយកុំភ្លេចមកគ្រប់គ្រងផ្សារទូរពងផងបង